សូម្បីតែខោអាវក៏ត្រៀមរួចជាស្រេចមនុស្សកំដរជួយសម្រួលក៏ជាអ្នករៀបចំដោយប្រាប់ថាមនុស្សតកូសឹមមកជួយសង្គ្រោះឯផ្លូវចេញពីព្រះបរមរាជវាំងក៏រៀបចំរួចរាល់ដែរចុះចំណែកខ្ញុំវិញតាំងពីដើមរហូតដល់ចប់តែជាមិនដឹងអ្វីសោះតតែសោះទ្រង់ដឹងកាន់តែតិចទ្រង់កាន់តែមានសុវត្ថិភាពខ្ញុំមិនត្រូវការសុវត្ថិភាពទេអ្វីដែលខ្ញុំត្រូវការគឺមានតែរូបអ្នកតែម្នាក់គត់5 ឆ្នាំអ្នកត្រូវតែរស់រានមានជីវិតត្រឡប់មកជួបខ្ញុំវិញឲ្យបានត្រូវតែត្រឡប់មកវិញមិនអនុញ្ញាតឲ្យបោកប្រាស់ខ្ញុំឡើយខ្ញុំម្ចាស់មិនបោកប្រាស់ទ្រង់ទេសឹមវៃនីងមុនពេលបែកគ្នាអ្នកមិនថាបខ្ញុំបន្តិចទេព្រះអង្គពេលវេលានេះទ្រង់ប្រៀបដូចជាក្មេងដែលមិនទាន់ធំដឹងក្តីអញ្ចឹងសូមព្រះអង្គថែរក្សាកាយឲ្យបានល្អអ្នកក៏ដូចគ្នាដែររបស់នេះខ្ញុំម្ចាស់មិនអាចយកតាមខ្លួនបានទេរបស់នេះទុកជូនទ្រង់មនុស្សនៅក្នុងវាំងធ្លាប់ឃើញវាជាមួយរាជយិត្តហើយក៏ប្រណាឃើញវាដែរបើថ្ងៃក្រោយមានគេស្រាវជ្រាវគេនឹងស្គាល់វាជាមិនខានសូមទ្រង់ជួយរក្សាទុកជំនួសខ្ញុំម្ចាស់រងចាំខ្ញុំម្ចាស់ត្រឡប់មកវិញចាំប្រគល់ឲ្យខ្ញុំម្ចាស់វិញអ្នកត្រូវតែត្រឡប់មកវិញខ្ញុំនឹងពាក់វាឲ្យអ្នកដោយផ្ទាល់ដៃសូមថែរក្សាខ្លួនឯងប្រសិនបើអាចសូមទ្រង់មេត្តាជួយមើលថែគ្រួសាររបស់ខ្ញុំម្ចាស់ផងកញ្ញាសឹមដល់ពេលត្រូវចេញដំណើរហើយព្រះអង្គកញ្ញាច្បងត្រកូលសឹមគ្មានជីវិតទៀតទេ6 ឆ្នាំសឹមវៃនីងអ្នកល្អបំផុតត្រូវតែរក្សាពាក្យសន្យាក្តារអុកមួយនេះមិនទាន់បញ្ចប់ដោយការរៀបការចងសម្ព័ន្ធភាពដើម្បីជាតិឡើយរៀបការចងសម្ព័ន្ធភាពរៀបការដើម្បីជាតិព្រះទីយិត្តទើបតែសកលរាជបល្ល័ង្កមិនទាន់មានម្ចាស់ព្រះបតាកំពុងជាធ្ងន់រាជវង្សមិនទាន់ស្ងប់ក្នុងពេលនេះបញ្ជូនព្រះនាងឲ្យទៅរៀបការនៅឆ្ងាយតើជាការធ្វើឲ្យប្រទេសស្ងប់ឬជាការបង្ហាញភាពទន់ខ្សោយឲ្យស្ទើរឃើញប្រសិនបើការរៀបការចងសម្ព័ន្ធភាពអាចការពារសន្តិភាពរបស់មហាជនចៃហៅបានមែននោះហេតុអ្វីបានជារាយការណ៍សង្គ្រាមភាគខាងជើងនៅតែផ្ញើមក3ដងក្នុងមួយខែបើក្រដាស់អាពាហ៍ពិពាហ៍មួយសន្លឹកអាចទប់ស្កាត់សង្គ្រាមបានតារាជសំណាក់ចិញ្ចឹមទាហានធ្វើអ្វីការវិតម្លៃមន្ត្រីឈៀងស៊ីឆ្នាំនេះនៅសល់ពេលប៉ុន្មានទៀតខ្ញុំត្រូវតែត្រឡប់ទៅរាជធានីវិញមិនអាចសង្ឃឹមត្រឹមតែការរស់រានមានជីវិតត្រឡប់ទៅវិញនោះទេបើអ្នករាល់គ្នាថាពិបាកចុះប្រគល់កិច្ចការនេះមកឲ្យខ្ញុំចុះព្រះអង្គមិនដែលចាត់ការរឿងគ្រោះមហន្តរាយពីមុនមកទេដូច្នេះខ្ញុំនឹងទៅពិនិត្យបញ្ជីកណេឲ្យដោយផ្ទាល់ហើយក៏ទៅមើលប្រជាជនដោយផ្ទាល់ដែរគ្រប់យ៉ាងរៀបចំរួចរាល់អស់ហើយព្រះនាងទី4ចេញចុងបានបញ្ចប់ពិធីរងាប់គ្រោះមហន្តរាយហើយនាងចាប់ផ្ដើមបោះជំហានទៅមុខហើយកុំចេះដឹងរឿងអ្នកអតីតច្រើនពេកក្បាលបញ្ជីមិនដែលកុហកមនុស្សឡើយកូនទី2ធំដឹងក្តីហើយ